យើងចេះត្រេកអរបាត់របស់យើងហ្នឹងប៉ុន្តែសេចក្តីត្រេកអរឆន្ទរាគៈជាលោភៈសោះនឹងឯងចឹងមើលឯងតទេចឹងទៅចឹងគូណាវាអត់បានជាប្រយោជន៍ពីព្រោះវាជាអារម្មណ៍នៃលោភៈនឹកឃើញពេលណាលោភៈកើតឡើងនឹកឃើញពេលណាលោភៈកើតឡើងតើវាជាប្រយោជន៍អីសម្រាប់យើងវាមានតែសេចក្តីសៅមងវាមានជាទោសដូចជាប្រធេរៈទេសៈបានចៃវរហ្នឹងប៉ិនជាគ្រោះថ្នាក់ទៅកើតចៃនឹងតែហ្មងទៅហើយកំណប់40កោដធ្វើឲ្យម្ចាស់ទ្រព្យទៅកើតជាកដោហើយមិនមែនបកុលលមៈលមមទេណាអតីតជាតិព្រះសារីបុត្រ30កោដទៅកើតជាពស់ទៅណាពស់នឹងព្រះសារីបុត្រក្នុងពជាដកមួយនឹងកដោព្រះមហាមោគលានគណានឹងឯងសិតតែរឿងកំណប់ហ្នឹងឯងឃើញទេកំណប់យើងអតែយើងមានកំណប់ប៉ុន្តែផ្ទុយស្រឡះអំពីការដែលយើងសប្បាយត្រេកអររីករាយហ្នឹងវាទៅជាកំណប់គ្រោះថ្នាក់ទៅវិញហ្នឹងឯងភព3ហ្នឹងគឺអញ្ចឹងឯងចឹងបានថាយើងត្រូវអាស្រ័យសតិសម្បជញ្ញៈហ្នឹងប្រើប្រាស់អ្វីហ្នឹងឲ្យជាមហាកុសលឲ្យជាប្រយោជន៍ហ្នឹងឯងជាឧបករណ៍សម្រាប់ទានសិលភាវនាយកទានសិលភាវនាហ្នឹងជាសំខាន់នៃជីវិតគណាបើអាចមានចិត្តថាធ្វើទានយើងក៏សប្បាយចិត្តអ្នកទទួលក៏ត្រេកអរតាមហ្នឹងត្រេកអរវាជាលោភៈអីខ្លះរឿងរបស់គាត់មិនទៅហួងហែងអីបានទេប៉ុន្តែថាវាអាចមានកុសលកើតឡើងដែរមានមេត្តាចិត្តអីដូចអ្នកសូមទានអីវាអាចកើតមេត្តាចិត្តឡើងឲ្យយើងបានសេចក្តីសុខអាហ្នឹងមេត្តាចិត្តហើយចឹងវាមិនមែនលោភៈទាំងអស់ទេហើយលោភៈទោះជាយើងមិនឲ្យទានហ្នឹងមិនធ្វើទានមិនជូនប្រកាសអីទៅគាត់ហ្នឹងក៏វានៅតែមានក្នុងចិត្តសន្តានហ្នឹងអញ្ចឹងវាមិនមែនយើងអ្នកធ្វើលោភៈឲ្យគាត់ទេប៉ុន្តែសំខាន់គឺថាកុំឲ្យគាត់មួម៉ៅក្តៅក្រហាយកុំឲ្យគាត់ខឹងក្រោធអីគ្រាន់តែសុំដូចថា500អី1000អីចឹងទៅចឹងយើងឃើញហើយយើងត្រូវនឹកថាវត្តសង្សារនេះយើងមិនងាយមានឱកាសបានឲ្យទានទេណាអាហ្នឹងយើងនឹកឃើញចឹងបាច់រៀបរាប់អីច្រើនទេនឹកឲ្យឃើញខ្លួនឯងចឹងទៅឥឡូវជាជាងនៅមានដៃនៅមានទ្រព្យសម្បត្តិនៅមានអ្នកសូមជាពិសេសមានសទ្ធាហ្នឹងគឺថាកុំឲ្យការខ្ជិលឬក៏ការប្រមាថហ្នឹងមករារាំងបុណ្យកុសលហ្នឹងយើងត្រូវនឹកថាមិនងាយបានមានដៃងាយមានឱកាសអញ្ចឹងទេចឹងដៃយើងហ្នឹងតិចគេដុតឆេះអស់មើលស្រឡាញ់ហួងហែងអីប៉ុណ្ណាគ្រោះថ្នាក់ចរាចរណ៍វឹបដាច់ជា2ជា3កណាត់ក៏តែមានប្រមូលដុតទៅល្ងាចហ្នឹងឯងចឹងទុកមិនបានទេនឹងឯងហើយមើលរូបកាយយើងស្រឡាញ់ឲ្យតឡាំងឆ្លោះកញ្ចក់ធ្វើខ្លួន2ម៉ោងស្រាប់ល្ងាចហ្នឹងដុតឆេះអស់បាត់ទៅបានចឹងមើលចឹងបានថាឱកាសដែលយើងអាចធ្វើសេចក្តីល្អបានហ្នឹងមានតិចមែនទេមានដៃថ្វាយបង្គំទៅក៏ណាហ្នឹងឯងធ្វើអ្វីដែលជាសេចក្តីល្អគឺថាធ្វើបានធ្វើទៅហ្នឹងឯងវាមិនងាយមានឱកាសរបៀបហ្នឹងចឹងដូចទានអីយើងអត់មានទ្រព្យក៏យើងមិនដឹងបានអីឲ្យមានទ្រព្យហើយអត់សទ្ធាទៀតក៏មិនដឹងបានអីឲ្យហើយមានទ្រព្យឲ្យមានសទ្ធាកុំឲ្យខ្ជិលហ្នឹងឯងជួនកាលខ្ជិលដកខ្ជិលបើកបោបអីចឹងទៅជួនកាលវាមានចិត្តដូចថាមិនអើពើអីឬក៏ដូចមើងងាយមើលថោកដល់ស្មោមអីចឹងទៅក៏មានតាមពិតជាឱកាសដែលសម្រាប់យើងបំពេញកុសលបានគឺកាលណាបើយើងឃើញតម្លៃនៃកុសលធម៌យើងឃើញដល់ស្មោមនឹងឯងទៅជាអ្នកដែលជួយគ្រប់គ្រងកិច្ចការងាររបស់យើងទៅវិញ
ដែលអាចឲ្យយើងសម្រេចបាននៅបុណ្យកុសលហ្នឹងជាបារមីទៅទៀតក៏បានដោយព្រះបរមពុរិស័ទអីព្រះអង្គអរគុណឈ្មោះដូចជាអ្នកជួយជញ្ជូនទ្រព្យចេញពីផ្ទះដែលត្រូវភ្លើងឆេះអញ្ចឹងហើយក៏មិនជូនយកទេជូនទុកឲ្យគឺថាវាល្អជាមិត្តហ្នឹងឯងអញ្ចឹងគឺយើងអរគុណមនុស្សម្នាទាំងអស់ដែលនៅជុំវិញខ្លួនយើងអាចឲ្យយើងសម្រេចជាបុណ្យកុសលបាននឹងពិតមែនវានៅលើចិត្តយើងប៉ុន្តែវាត្រូវអាស្រ័យណាអ្នកដែលដល់បត្រៃសរណគមនេះក្រៃលែងជាងអ្នកបួសក្រៅពុទ្ធសាសនាបានសមាបត្តិ8លោកីអភិញ្ញាទៅទៀតដែលយើងបានធ្វើទានជាមួយអ្នកដល់បត្រៃណគមហ្នឹងអាហ្នឹងមិនតាន់បោកសិលចូលផងបោកសិលទៅទៀតក្រៃលែងប៉ុណ្ណាអញ្ចឹងអរគុណណាអរគុណអ្នកដែលរស់នៅជុំវិញខ្លួនយើងឲ្យយើងធ្វើទានជាមួយឲ្យយើងកាន់សិលជាមួយគ្រាន់តែកើតចិត្តដោយមេត្តាដោយការឲ្យអភ័យគឺណាវាចាបាណារិបាតអត្តនេទានជាមួយនឹងអ្នកជុំវិញខ្លួនយើងប៉ុណ្ណឹងកើតជាកុសលថ្នាក់សិលយើងទៅងាយរកឱកាសកាន់សិលនៅស្រុកណានៅនរកនៅប្រែតណាហ្នឹងឯងដូច្នេះយើងដឹងថាមិនងាយបានកើតមកជាមនុស្សទៀតទេអញ្ចឹងខំប្រឹងហ្នឹងឯងគឺជាឱកាសដែលយើងបានជួបនឹងពុទ្ធសាសនាហ្នឹងដើម្បីថាឲ្យបានសម្រេចក្នុងសុគតិភពហ្នឹងដើម្បីអប់រំនៅលោកុត្តរកុសលហ្នឹងឲ្យបានសម្រេចដើម្បីរួចផុតចាកទុក្ខគឺថាយើងតាំងចិត្តអធិដ្ឋានឬក៏ដូចបដិញ្ញាសន្យាជាមួយនឹងលោកហ្នឹងថាខ្ញុំអត់ត្រូវការអីពីលោកហ្នឹងទេណាអត់ត្រូវការអីទេគឺគ្រាន់តែថាជាផ្ទះសំណាក់ឬក៏ជាដំណើរផ្លូវដើម្បីបានរួចផុតអំពីលោកនឹងតែប៉ុណ្្នឹងទេអញ្ចឹងគឺយើងចម្រើនទៅដោយបញ្ញាហ្នឹងដូចថាយើងត្រូវការតែសេចក្តីពិតដែលការរួចផុតចាកទុក្ខហ្នឹងវាជារបស់យើងស្រាប់ទៅហើយតាមពិតទៅព្រោះឧបាទានខណ្ឌហ្នឹងយើងមិនមែនអ្នកធ្វើមកណាអញ្ចឹងអាការដែលយើងត្រូវរួចពីឧបាទានខណ្ឌហ្នឹងវាសំគួរជារបស់យើងស្រាប់ហើយ